អង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីថៃដែលអាចនឹងឈានទៅដល់ការដកតំណែងក្រោយការទទួលពាក្យបណ្ដឹងផ្លូវការពីប្រធានព្រឹទ្ធសភាថៃលោកមង្គលសូរ៉ាសាចាគណៈកម្មាធិការជាតិប្រឆាំងនឹងអំពើពុករលួយ NACC កាលពីថ្ងៃច័ន្ទទី23ខែមិថុនាបានសម្រេចបើកការស៊ើបអង្កេតបឋមរយៈពេល10ថ្ងៃជុំវិញការបែកធ្លាយសារសម្លេងសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រីផៃថងថានស៊ីនវត្រាជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាដែលលទ្ធផលនៃការស៊ើបអង្កេតនេះអាចឈានទៅដល់ការដកតំណែងលោកស្រីផៃថងថានជាយថាហេតុនេះបើយោងតាមការចុះផ្សាយកាសែតថៃធំរួមមានកាសែតបាងកកប៉ុស្តិ៍និងកាសែត The Nation ជាដើមនៅថ្ងៃអង្គារទី24ខែមិថុនានេះគណៈកម្មាធិការជាតិប្រឆាំងនឹងអំពើពុករលួយ NACC ជឿថាខ្លឹមសារនៅក្នុងការសន្ទនាគ្នានោះអាចជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានក្រមសីលធម៌ជាពិសេសការលើកឡើងរបស់លោកស្រីផៃថងថានទាក់ទិនទៅនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់ថៃដំណើរការស៊ើបអង្កេតនេះនឹងរួមមានការកត់ត្រាចម្លងខ្លឹមសារនិងការបកប្រែជាភាសាខ្មែរទៅជាភាសាថៃយ៉ាងសុក្រិតការសាកសួរសាកសីដែលពាក់ព័ន្ធនិងការពិនិត្យផ្ទៀងផ្ទាត់ខ្លឹមសារច្បាប់ដែលមានជាធរមានផងដែរការត្រួតពិនិត្យនេះក៏នឹងយោងទៅតាមសេចក្តីសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញមួយដែលបានឈានទៅដល់ដកតំណែងអតីតនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាក់ស៊ីនដោយសារតែការតានតឹងជំរងចម្រាស់ឲ្យលោកភីឈិតឆាបានធ្វើជានាយករដ្ឋមន្ត្រីផងដែរជាងនេះទៅទៀតគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ NACC ក៏នឹងពិនិត្យមើលផងដែរថាតើតុលាការធម្មនុញ្ញបានទទួលយកពាក្យបណ្ដឹងលោកស្រីផៃថងថាងហើយឬនៅហើយបើការស៊ើបអង្កេតបឋមនេះរកឃើញហេតុផលគ្រប់គ្រាន់នោះអាចនឹងឈានទៅដល់ការស៊ើបអង្កេតទ្រង់ទ្រាយធំដែលអាចនឹងធ្វើឲ្យលោកស្រីផៃថងថានជ្រុះពីតំណែងជាយថាហេតុសូមបញ្ជាក់ថាពាក្យបណ្ដឹងនេះត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាជាច្រើនរូបរួមទាំងប្រធានព្រឹទ្ធសភាលោកមង្គលសូរ៉ាសាចាផងដែរហើយត្រូវបានដាក់ជូនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ NACC រួចហើយខ្ញុំបាទតារាពី RT News